បាទបងប្អូនថ្ងៃនេះមកជួបអ្នកជំងឺដែលគាត់ឈឺចិត្តស្លាប់បាទដោយសារតែជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរបាទពេទ្យលេងមើលឲ្យដើរទៅគ្រប់ពេទ្យទាំងអស់មានទាំងជំនួយសប្បុរសធម៌គ្រប់បែបគ្រប់យ៉ាងអស់ហើយដេកកតេលមួយឆ្នាំពេញបាទឥឡូវមកជាដោយសារសុទ្ធសមោចរបស់យើងត្រឹមតែរយៈពេលបាទត្រឹមរយៈពេល10ថ្ងៃជាងបាទគាត់មានអាការៈធូរស្បើយនេះជារឿងដែលគួរអស្ចារ្យមែនទែនឥឡូវជួបជាមួយសម្ភារគាត់ជាក់ស្ដែងបាទជំរាបសួរបងប្រុសបងបាទជំរាបសួរបងបងមានឈ្មោះដែរបងឈ្មោះវណ្ណដាបងសប្តាហ៍ថ្ងៃនេះបងមានទីលំនៅនៅភូមិអីឃុំអីស្រុកអីដែរបងភូមិវាពងស្រុកម្ដងខេត្តកំពង់ស្ពឺខាងវត្តទេចាស់ភូមិទេចាស់លោកបងសប្តាហ៍ថ្ងៃនេះបងមានជំងឺអីដែរកាពះពោះវៀនលោកកាពះពោះវៀនធ្ងន់ធ្ងរហ្មងលោកនិយាយទៅនៅតែកទេលនៅដេកលើកទេលដល់ពេលខ្ញុំផឹកថ្នាំនេះប្រហែលជាបានមួយកំប៉ុងអាចដើរបានអញ្ចឹងលោកអញ្ចឹងមានន័យថាពីមុនហ្នឹងគឺនៅនឹងកទេលក្រោកអត់រួចទេក្រោកអត់រួចទេលោកនៅតែកទេលនិយាយទៅហូបថ្នាំអស់និយាយទៅរកគ្រប់ថ្នាំខ្មែរថ្នាំពេទ្យអីអស់មានន័យថាពិបាកវេទនាពិបាកលោកបងពិបាកត្រង់ថាវាធ្វើទុកឲ្យយើងណែនទ្រូងអញ្ចឹងទៅឆ្អល់ហើយនឹងរួយកកវិលមុខដេកអត់សូវលក់លហិតលហៃអញ្ចឹងណាលោកហើយចេះថប់នឹងហើមដកអត់រួចទេនឹងហើមដកបានខ្លីតែដល់ពេលខ្ញុំចាប់ដើមប្រើថ្នាំឈប់សិនបងសុំសួរតិចមើលរយៈពេលប្រហែលហើយដែលបងមានបញ្ហានេះបាទមួយឆ្នាំជាងបាទមួយឆ្នាំគឺគាត់ដេកកតេលឆ្នាំមួយឆ្នាំអញ្ចឹងមានន័យថានៅពេទ្យឬក៏ដេកកតេលហ្នឹងរយៈពេលមួយឆ្នាំពេញតែម្ដងបាទមួយឆ្នាំគ្រូមួយឆ្នាំនៅតែកតេលមួយឆ្នាំដើរបានតិចអញ្ចឹងទៅវាឆាប់ហត់វាឥឡូវដើរបានយើងហាត់ប្រាណព្រឹកឡើងអីបានឥឡូវសុំឲ្យធ្វើដំណើរតិចបាទបងប្អូននេះជាសកម្មភាពរបស់បងប្រុសដែលគាត់មានជំងឺនេះជាង1ឆ្នាំទៅហើយឥឡូវនេះគាត់បានញ៉ាំជាមួយនឹងឱសថបុរាណរុក្ខជាតិដើមសម្ោចរបស់យើងនេះរយៈពេលប៉ុន្មានបងរយៈពេលខ្ញុំប្រើនឹងជាង10ថ្ងៃជាងគ្រូ10ថ្ងៃជាងទេបាទមួយកំប៉ុងតូចហ្នឹងខ្ញុំសាកល្បងខ្ញុំតែលោកគ្រូថាខ្ញុំអត់សូវមានថវិកាគោលលោកគ្រូហ្នឹងយកអាកំប៉ុងតូចទៅសាកទៅគូសាកមកកំប៉ុងតូចហ្នឹងគូធូទៅអញ្ចឹងឈឺជាង1ឆ្នាំហើយបាទញ៉ាំត្រឹមតែ10ថ្ងៃជាងគឺអាចដើរស្រួលបាទដើរស្រួលហាត់ប្រាណបានតែគាត់ថាយើងវាមិនទាន់ដាច់គាត់ថាយើងនៅវិលអីតិចតួចអញ្ចឹងណាលោកគ្រូតែភាសាជាងមុនច្រើនបាទភាសាជាងមុនច្រើនប្រហែលភាគរយភាសាជាងមុនជា70%ហើយវ៉ាវអូបាទលោកពូថាកៅបាទកូន70%សិនបាទព្រោះថាកូនគឺជាម្ចាស់សម័យខ្លួនបាទទេដល់វាបានវាដើររួចខ្ញុំអចងមកព្រលឹមឡើងវាហាត់ប្រាណវែងចឹងទៅជួនណាវាដាំស្លខ្លួនឯងទៅឥឡូវកើតឥឡូវកាលពីហូបឆ្នាំនឹងមកវាធូរចបាក់ខ្ញុំចេះហូបឆ្នាំនឹងមកធូរដល់ធូរហើយគឺមិនអត់វិញបាទឥឡូវនេះចង់ទៅសួរបាទអ្នកមីងតិចមើលអ្នកមីងត្រូវជាមួយនឹងបងប្រុសដែរមីងកូនម្ដាយកូនត្រូវជាម្ដាយរបស់ការៈគាត់ពីមុនយ៉ាងម៉េចដែរដេកកតេលហ្មងដេកនឹងកតេលរយៈពេលប្រហែលមួយឆ្នាំនឹងហើយមួយឆ្នាំហើយចំណាយលុយជាបានអស់ប្រហែលគិតអត់ឃើញទេអស់លក់តិចលក់ខ្ទិះចាលក់អស់ក៏មានអីក៏អត់សល់ដែរគាត់តែទៅទុកហូបក៏លក់ដែរហើយកាលពីមុនហ្នឹងគាត់ឈឺហ្នឹងអ្នកមីងពិបាកចិត្តទេដើរយំខ្ញុំខុបពេទ្យទៅពេទ្យណាមិនអាយរត់តាមកូនរហូតគេយកទៅពេទ្យទុកតាមចឹងទៅមើលតតាគេដេញម៉ែដេញកូនចឹងមកបានលេងទៅមើលខុបពេទ្យទាំងអស់ពេទ្យកន្លែងណាគូមិនសល់វាដែរខ្ញុំដឹកមើលអស់សរុបជាលុយអាចអស់ប្រហែលនេះគួយខ្ញុំវាចូលរាប់លានហើយចាហើយបានមកស្គាល់ជាមួយនឹងរុក្ខជាតិដើមសម្ោចនេះវាហូបនឹងវាថាវាស្រួលម៉ែខ្ញុំស្រួលបានដាំអីខ្លួនឯងខ្ញុំបរិយដាំបាយស្លខ្លួនឯងរើទឹកនំទឹកអីមកចប់ហ្នឹងលោកគ្រូវាងាយអត់រួចហ្នឹងខ្ញុំពិបាកខ្លាំងណាចៅ4 5ហ្នឹងវាអស់ពីខ្លួនវាពិបាកខ្លាំងព្រោះវាដល់សុបាយចិត្តខ្លាំងឃើញកូនស្រួលអញ្ចឹងមិនសុបាយចិត្តមិនបើអស់អនុដានីបែរគាត់គ្រូខ្មែរចាគ្រូខ្មែរមើល10គ្រូខ្ញុំមើលអស់បងខែ
เป็ดลูกซองเป็ดกาละเม็ดโพลิซีโจล Châu ai ọt ọt เป็ดสำดัก เป็ดខ្ញុំអស់សេចក្តីសង្ឃឹមថាខ្ញុំមើលកូននឹងតតអស់ចិត្តអស់មែនអស់លីងខ្លួន តែចុងក្រោយបានមកស្គាល់ជាមួយនឹងរុក្ខជាតិដើមសម្ោចវិញ ហ្នឹងថាម៉ាអើយខ្ញុំបានឆ្នាំនឹងហូបខ្ញុំបានស៊ូខ្លួនអញ្ចឹងណា អ្នកមិញជឿថារុក្ខជាតិដើមសម្ោចនេះប្រៀបបានដូចជាអសុទ្ធទឹកទេ ចាមើលវាបានអញ្ចឹងហើយមិនប្រសើរឯណា អញ្ចឹងគ្រាន់តែគ្រូខ្មែរហ្នឹងជាង10គ្រូ 10គ្រូ10គ្រូចាគ្រាន់តែគ្រូខ្មែរទេគេលេងមើលពេទ្យគេលេងមើលខ្ញុំយកមកចោលហ្នឹងឯង អញ្ចឹងមានន័យថា រោមចោល អញ្ចឹងមានន័យថាយកមកទុកចោលនៅផ្ទះហើយបានស្គាល់ជាមួយនឹងរុក្ខជាតិដើមសម្ោចនេះគឺបានដូចរស់រៀនសារជាថ្មីអញ្ចឹងបងប្អូននេះសឹងតែមិនគួរឲ្យជឿដែលមានប្រសិទ្ធភាពពិតដែលសម្រាប់បងប្អូនដែលកំពុងតែជួបបញ្ហាដូចគាត់បានឈឺរយៈពេល71ឆ្នាំហើយដេកនឹងកន្ទេលហើយឥឡូវនេះគ្រាន់តែញ៉ាំជាមួយនឹងរុក្ខជាតិដើមសម្ោចត្រឹមតែរយៈពេលជាង10ថ្ងៃតែប៉ុណ្ណោះឥឡូវដើរព្រិលតែម្ដងមិនគួរឲ្យជឿទេពុកម៉ែបងប្អូន គេថាលេខមកយប់គេឲ្យចេញ ពេទ្យធំ គេលេងមើលទៅមក អស់និយាយមកប៉ាពេទ្យស្រុកខ្មែរយើងមើលអត់កើតដល់វាបានហូបឆ្នាំនឹងមកវាធូរបាទវាធូររហូត បាទឥឡូវនេះបងមានអ្វីផ្ដាំផ្ញើទៅកាន់បងប្អូនដែលមានជំងឺបញ្ហាដូចបងបាទសូមអញ្ជើញផ្ដាំបាទសូមអញ្ជើញ បាទខ្ញុំសុំពីនីវទៅដល់អ្នកនេះរុក្ខជាតិដើមសម្ោចហ្នឹងណាសុំបើអ្នកមានជំងឺដូចខ្ញុំកាពះពោះវៀនចុកឆ្អល់ថប់ដង្ហើមវិលមុខអស់កម្លាំងលហិតលហៃនិយាយទៅអត់មានកម្លាំងធ្ងន់ធ្ងរនិយាយទៅហូបទៅខ្ញុំទៅអស់មកកំប៉ុងទៅខ្ញុំអាចធូរដើរបានហើយខ្ញុំស្រឡះខ្លួនឥឡូវខ្ញុំអស់មកកំប៉ុងរៀងធូរបានច្រើនអញ្ចឹងអ្នកជំងឺដូចខ្ញុំសុំជឿទៅអត់ខុសទេហើយលោកគ្រូក៏មិនជួលខ្ញុំឲ្យមកនិយាយមកអីដែរខ្ញុំធូរគាត់មកដល់កន្លែងដល់ខ្លួនឯងដល់ផ្ទះទេហើយគាត់ក៏គ្មានជួលខ្ញុំនិយាយឲ្យអីដែរក៏ពិតខ្ញុំនិយាយនេះនិយាយដល់ចិត្តស្មោះត្រង់ខ្លួនឯងខ្ញុំចង់ឲ្យអ្នកឈឺដូចខ្ញុំហូបស្នាមនឹងទៅបានជាដូចខ្ញុំដែរបានធូរដូចខ្ញុំអញ្ចឹងព្រោះអីវះវាខ្ញុំដឹងពិបាកណាពិបាកហ្មងធ្វើទុកគ្រប់កន្លែងដេកអត់លក់ពិបាកក្នុងការគេងពិបាកក្នុងការហូបនិយាយទៅចុកឆ្អល់ថប់ដង្ហើមវេទនាណាលោកគ្រូដើរអត់បានអត់បានទេដេកទៅនៅកន្ទេលខ្ញុំអញ្ចឹងអ្នកជំងឺដូចខ្ញុំសូមទិញសាកលបងរុក្ខជាតិដើមសម្ោចហ្នឹងទៅគឺបានគឺធូរដូចខ្ញុំហើយបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងអត់ទាន់បានសួរនាំថាយើងបានចុះមកទីនេះក្នុងការជួលគាត់ឲ្យនិយាយអំពីប្រសិទ្ធភាពរបស់រុក្ខជាតិដើមសម្ោចទេតែគាត់និយាយដោយខ្លួនឯងតែម្ដងអរគុណអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែជួបបញ្ហាជំងឺមហារីកគ្រប់ប្រភេទឬក៏បងប្អូនដែលកំពុងតែជួបបញ្ហាដូចបងប្រុសអញ្ចឹងកុំភ្លេចតាក់ទងមកពិគ្រោះយោបល់ជាមួយនឹងយើងខ្ញុំតាមរយៈ page ផ្លូវការក៏ដូចជាលេខទូរស័ព្ទខាងលើបាទសូមអរគុណ ពុកម៉ែបងប្អូនដែលមានជំងឺមហារីកគ្រប់ប្រភេទមិនថាមហារីកដោះមហារីកស្បូនមហារីកពោះវៀនធំមហារីកថ្លើមមហារីកខួរក្បាលមហារីកកូនកដុលមហារីកអីក៏ដោយដំណាក់កាលធ្ងន់ដល់ដំណាក់កាលទី4ក៏ដោយសូមបងប្អូនប្រើសុទ្ធដើមស្រមោចបាទជាសុទ្ធរុក្ខជាតិដែលជាអសត់ទឹកជាបាលបងប្អូនភាគច្រើនគឺជាដាច់បាទនេះមិនមែនជារឿងលេងសើចទេបងប្អូនសូមជួយ share ផងហើយអសត់នេះគឺមានទីតាំងលក់ត្រឹមត្រូវបាទទីតាំងបងប្អូនអាចមើលបាននៅច្រាំងចម្រេះបាទនៅផ្លូវជាសភារាទីតាំងលក់អសត់របស់យើងនេះគឺគ្មានការបោកប្រាស់ទេអសត់រុក្ខជាតិដើមស្រមោចនេះគ្មានសារជាតិប៉ះពាល់ឬក៏មានសារជាតិហាមឃាត់អត់មានប៉ះពាល់អីទាំងអស់បងប្អូនដែលកំពុងតែចាក់គីមីឬក៏ញ៉ាំថ្នាំពេទ្យអាចញ៉ាំលាយជាមួយបានដោយមិនបាច់បារម្ភអីទាំងអស់